ហើយមានរៀងធំជាងគេហៅថាលោកគ្រូធំជាងគេខ្ញុំលោកគ្រូធំព្រះនាមធម្មមនីមុនសុផលគួងនៅវត្តបបតៈកោដារាមហៅវត្តកំពូលភ្នំជើកាច់ឃុំជើកាច់ស្រុកបាភ្នំខេត្តព្រៃវែងត្រូវសម្ដែងប្រធានបទទី1គឺមេត្តាបេតិភរៈចិញ្ចឹមតាបិតាអស់មួយជីវិតចឹងញោមចាំក្រែនោះក្រែចិញ្ចឹមមេត្តាបិតាញោមនោះក្រែនោះហើយថ្ងៃនេះតាមបរទេសក៏ដូចជាសហរដ្ឋអាមេរិកថ្ងៃMother Dayផងញោមទិវាដឹងគុណម្ដាយចឹងត្រូវទេសនាថ្ងៃនេះហើយថ្ងៃនេះមិនត្រឹមតែដឹងគុណម្ដាយទេដឹងគុណព្រះពុទ្ធញោមថ្ងៃហ្នឹងថ្ងៃបូជាព្រះសពព្រះពុទ្ធបូជាថ្ងៃហ្នឹងថ្ងៃ8រោចខែពិសាខហ្នឹងគឺបូជាព្រះសពរបស់ព្រះសម្មាសម្ពុទ្ធហើយជាថ្ងៃទិវាដឹងគុណអ្នកម្ដាយបតេជៈប្រគុណព្រះមហាពុទ្ធវង្សោពៅវុទ្ធីចេះរកធម្មកថាទេសនាថ្ងៃហ្នឹងឃើញញោមពលលោកកំព្រាមេត្តាដែរចឹងដាក់ថ្ងៃនេះដាក់ថ្ងៃទិវាដឹងគុណម្ដាយហ្មងញោមកំព្រាម្ដាយដែរចឹងក្រែហ្នឹងក្រែដឹងគុណម្ដាយញោមចិញ្ចឹមមេត្តាបិតាអស់មួយជីវិតចំណែកទី2ព្រះគ្រូធម្មវិនយៈរខិតោគង់នៅវត្តនគរបាជ័យក្រៅក្រុងកំពង់ចាមខេត្តកំពង់ចាមជាលោកគ្រូសោតស្ដាំលោកត្រូវសម្ដែងប្រធានបទទី2កុលេចេថាបច្ចាយីគោរពកោតក្រែងចំពោះអ្នកដែលចម្រើនឬអ្នកដែលជារៀមច្បងក្នុងតកូលចឹងក្រែនោះក្រែគោរពរៀមច្បងគោរពអ្នកណាដែលមានសេចក្តីចម្រើនគោរពអ្នកណាដែលមានគុណធម៌គោរពព្រះសង្ឃរាល់ថ្ងៃព្រះអង្គនៅគោរពពីនោះមកខ្ញុំថ្វាយគុំពីឋានតាវតឹងមកក្រោមទីបទទាំងឡាយសួរព្រះអង្គថ្វាយគុំអ្នកណាថ្វាយគុំអ្នកណាដែលមានគុណធម៌អ្នកមានសិលអ្នកគោរពមេត្តាបិតាព្រះអង្គថ្វាយគុំមករាល់ថ្ងៃនៅថ្វាយគុំនោះព្រះអង្គនៅលើនោះញោមចឹងធម៌នោះធម៌គោរពតកោរៀមច្បងក្រែទី2ពីនោះមកព្រះអង្គពនាមព្រះគ្រូធម្មវិនយៈរខិតោអ៊ុនសំណាងជាព្រះគ្រូសោតតាមវត្តនគរបាជ័យក្រៅក្រុងកំពង់ចាមខេត្តកំពង់ចាមមើលប្រភពញញឹមតិចមកមើលចំណែកក្រែបន្ទាប់យកញាតិញោមស្គាល់ដេចគុណទេព្រះនាមអីស្គាល់ទេព្រះនាមព្រះសក្យមុនីបតោជាសមាលាគង់នៅវត្តសារាវ័នតេជោរាជធានីភ្នំពេញជាធម្មកថាល្បីផ្នែកខាងសម្លេងទុនផ្អែមព្រោះត្រូវប្រធានបទទី3គឺសន្ហវាចៈពលពាក្យព្រោះអស់មួយជីវិតក្រែហ្នឹងក្រែពលពាក្យព្រោះណាយមក្រែហ្នឹងណាស្ដាប់ឲ្យជប់ពលពាក្យអាក្រក់ពលតែពាក្យព្រោះបានហើយដល់មកអាត្មាស្គាល់ទេញោមស្គាល់ទេព្រះនាមបញ្ញាបតិបោពូពិសិដ្ឋគង់នៅវត្តសាមគ្គីគិរីសម្រិទ្ធស្រុកសាលាក្រៅខេត្តបៃលិនញោមមកដល់ស្គាល់ហ្នឹងបានហូថ្ងៃនេះទេសនៅហ្នឹងញោម6ថ្ងៃទេទៅទេសនៅអាមេរិកជាមួយទីគុណជាកាចត្រូវមានប្រធានបទមួយសម្ដែងដែរគឺទេសនយបហាយីសម្ដែងអំពីការលះបង់នៅពាក្យញុះញង់អស់មួយជីវិតក្រែហ្នឹងក្រែអត់ញុះញង់ញោមក្រែហ្នឹងណាក្រែហ្នឹងណាឥឡូវដល់ប្រធានបទទី5មកញោមមើលប្រភពមូលដោយកាក់
មិនសល់មិញទៅទេសនានៅតកៅក្រែ3តកៅ2អង្គព្រៃវែង1អង្គលោកគៀបអាត្មាលោកថាកុំខ្លាំងទឹកដីតកៅគៀប2អង្គនឹងទៀតអ្នកស្ដាប់តកៅកុំខ្លាំងកម្មណាដែលខ្ញុំធ្វើថ្ងៃហ្នឹងកុំខ្លាំងទឹកដីព្រៃវែង